គ្រឹះរឹងមាំសម្រាប់មុខរបរផ្ទះដែលរឹងមាំបានយូរអង្វែងលុះត្រាតែផ្ទះនោះមានគ្រឹះដ៏រឹងមាំទើបផ្ទះនោះអាចគង់វង្សយូរអង្វែងទៅបានមុខរបរដែលអាចរឹងមាំទៅបានលុះត្រាតែយើងមានគំនិតមានដើមទុនបន្ទាប់មកសម្រាប់បំរុងការពារនៅពេលដែលយើងនឹងលក់មិនដាច់ដើម្បីពង្រឹងមុខរបរយើងនឹងឲ្យបានយូរអង្វែងអញ្ចឹងរកស៊ីក៏ដូចគ្នាដើម្បីឲ្យយើងបានយូរអង្វែងយើងត្រូវចាក់គ្រឹះគឺអីគ្រឹះនោះគឺទី1គំនិតសំខាន់បំផុតគឺគំនិតរបស់ខ្លួនយើងហើយកាលណាយើងមានគំនិតយើងមានកំណើតដែរតែចាស់ក៏តែងតែលើកថាមានគំនិតគឺមានកំណើតតែបើយើងអត់មានគំនិតក៏វាកំណើតវាអត់កើតដែរដូចគ្នាអញ្ចឹងមុខរបរបើសិនជាយើងបានចាក់គ្រឹះយើងដឹងរបៀបយើងដឹងវិធីយើងចងគ្រប់អស់ហើយទោះបីតែមានជួបឧបសគ្គអីឬក៏ជួបបញ្ហាអីក៏យើងនឹងអាចទៅមុខបានដែរកាលណាយើងចាប់ផ្ដើមមានដើមទុនសម្រាប់បំរុងយើងត្រូវគិតថាយើងនេះលក់ខែទី1ខែទី2ខែទី3រហូតដល់អាច1ឆ្នាំយើងអត់ចំណេញក៏ប៉ុន្តែយើងអាចដឹងថាមានដើមទុនសម្រាប់សង្គមហើយមុខរបរនោះយើងនឹងធ្វើឲ្យវារីកចម្រើនទៅខាងមុខ